fan mà kích phương năng bạn bà thầy nào môi mà flicker cứ nâu nặng toàn nâu nặng bà mà flick bong tao rồi bà chẳng soi cũng lên có cái điều một căn cu tp cái đôi chia rồi biết bạn chỉ môi siêu sun ba chỉ môi đằng qua hà la game tv còn đá bà bò bò tích ស្ដាយមែនតើហ្គេមមុនត្រូវមានការចាលេងបើតាបានលេងដូចគ្នាសម្រាប់ហ្គេមនេះវិញគឺក៏មានការចាមកវិញនេះក្នុងដែរសម្រាប់ខូចមីចោចោក៏ដូចជាជាមួយនឹង Zion អូពីឡែនបាញ់ចាប់ជើងជាប់ អូយកជាមួយនឹងបើបានពីវត្តមានរបស់ខេតដូចអូខេតឬ3បាននិយាយទៅ secret គឺគាត់តែងតែធ្វើអញ្ចឹងដូចតែហ្គេមមួយដែរបាទខេតឬ3បានតែសោយកតែមែនតែម្ដងឥឡូវមើលអេមប្លែមនេះសិនព្រោះដោយសារតែ damage skill ទីមួយរបស់ខាចាបោកណាមួយដៃវាយរបស់ខាចាដែលមាន passive ន្ទះស៊ីឈាម 4% ហ្នឹង damage ហ្នឹងបោកចុះគ្នាលើ spare 3ទៀតបាទឥឡូវបោកវាយយកទៅជាមួយនឹង secret សាមដៃចុងក្រោយនៅតែមិនដាច់គ្រាន់តែមួយលឹកតែប៉ុណ្ណោះអញនឹងដាច់ជាមួយនឹង secret ដូចគ្នាអាកន្លែង retreat មិញបើសិនជា Ken retreat បាន audience អញនឹងឆ្ងល់ប៉ុន្តែសម្រាប់ pro player គឺគេដឹងយ៉ាងមកមួយដៃ passive ន្ទះរបស់ខាចា 4% mix AP ហ្នឹងបោកមួយ skill ទី1 damage ហ្នឹងលើ spare 3ទៀត yes លើបន្តិចបាទអញ្ចឹងបើគេផ្គុំត្រូវមកទី1នឹងទៅដល់វត្តមួយដៃផាំង retreat is nothing យកមកបាទសំបីតែ lot ក៏ពិបាកក្នុងការ បាទ lot late game retreat ឲ្យស្ពេចមកដៃ 4% របស់ខាចាវត្តយក lot free បាទតែបានវត្តបាទចាំមើលទៅចេះណារកបានកាយសម្រាប់ secret បញ្ជា defense magic សម្រាប់គាត់ឯខ្លួនដែរលែននីមួយមានអារម្មណ៍ ASP បាត់ ASP អីបាទ Hello Shadow គេបាត់ ASP 2 ដងពួកគេមុនដោយសារតែគេនេះអញ្ចឹងទៅក៏គេមានគេ phobia ចឹងក៏គេសួរលេងមួយ unlock early បាទមានអារម្មណ៍ថា Shadow គាត់បាត់ lane គេបានន័យថាបើ hero គាត់ឈ្នះ lane គាត់បាត់ lane គេ Shadow គាត់ឈ្នះ lane គាត់អត់ fit ទេហ្នឹងបាទអត់ fit អីតទី1មកនឹងដាច់បើឈ្មោះដាច់តែម្ដង Yes sir ចាប់ពីថតទី2ឬក៏ទី3ទៅគឺគាត់អូ Shadow ឥឡូវបាត់ map យកតែម្ដងជាមួយនឹងការ fast clear ផងដែរពីពេប៉ុន្តែ Shadow មាន RT ប៉ុន្តែមានការ spam លុយខ្លះមែនពី Urina ពី head តែបាន retrieve user មកទៅលើឆ្មាផងដែរជាមួយនឹងការដកថយទៅវិញដូចគ្នាបាទមកចាក់ retreat យកបាននេះខ្ញុំដែរប៉ុន្តែ Shadow មិនបានចង់ team fight នេះខ្ញុំដែរគេ head បាត់ Shadow នៅទៅទី1ល្អ2ដង game ទី1ក៏បោកមួយឆ្មាយក Shadow game ទី2បាត់បានម្ដងទៀតអញ្ចឹងនេះគឺវាជាឱកាសដ៏ល្អខ្លាំងមែនទែននៅក្នុងការសម្រេចចិត្តថាតើគាត់អាចនឹងបាត់ជាប់ឬក៏មិនជាប់បាទចាំយើងមើលលទ្ធផលទៅចេះណាជាមួយជំនួបគូមីនេះក្នុង game តាមតឹងខ្លាំងមែនទែន Expert Shadow មិនបានអើតចេញពី map នោះទេបាត់ lane ចោលតែម្ដងបាទ Sky Passer បានចាញ់ទៅលើ Soul ដូចគ្នាតែបើយើងមើលទៅជាមួយនឹង game 1ហើយ game 2នេះគឺវត្តមានរបស់ team Valhalla គឺគាត់ធ្វើបានល្អខ្លាំងមែនតើជាមួយនឹងការគ្រប់គ្រងម៉េចក៏ដូចជា control ជាមួយនឹង RTC បាទ Secret គាត់អត់យក impurate ព្រោះបើយក impurate បើសិនជា late game យើង timing មួយការលួចដល់ឆ្ងាញ់មកដៃហ្នឹងបាទអញ្ចឹងយើង complete ដែរជាមួយនឹង sponsor របស់យើងគឺ Infinite Note Hazard Series MPL Edition សម្រាប់ gamer គ្រប់គ្នាជាមួយនឹងសារការសាកថ្មរហូតដល់90វ៉ាត់ក៏ដូចជាឥតខ្សែវិញគឺសាកទៅដល់30វ៉ាត់ដូចគ្នាបំពាក់ជាមួយនឹងអេក្រង់ AMOLED 944 Hz លេង Mobile Legends ដោយរលូនយកតែម្ដងជាមួយនឹង RAM សរុបទៅដល់ 24 GB បាទជាមួយនឹងការរចនា mode តែបានអនុភាពតែម្ដងបាទអូដាច់ first slot ទាំងចុច purify ប្រហែលដៃ2 1បាទអត់ទេព្រោះឯសារយើងជាប់ពាណិជ្ជកម្មមិញតែមិញអត់នេះណាអត់ប្រើជាមួយនឹង ultimate របស់ PP បាទអញ្ចឹងទោះជាខាង C0 បានធ្វើ plot ប៉ុន្តែបើយើងមើលទៅលើ Go Team Valhalla ក៏នៅតែនាំមុខតិចតួចផងដែរបាទអញ្ចឹងចាំមើល total ទី2តែនៅក្នុង game នេះសម្រាប់ Ken គាត់រៀងបបាក់ដែររៀងបបាក់នៅក្នុងការលេងផងដែរប៉ុន្តែការចានេះបើសិនជាបើកមុខគឺ PP ជា target របស់ PP អីព្រោះដោយសារបើសិនជាអត់វាយការចាមុនទេសម្រាប់ Ken បបាក់នៅក្នុងការចូលវាយទី1គឺមានការចាទី2គឺមានជាមួយនឹង Veteran ទៀតអញ្ចឹងធ្វើឲ្យអំណោយទៅលើចយខ្លាំងមែនទែនបាទហ្គេមនេះណាគេលេងមុនចាំមើលថតបាទមានការប៉ះពីបាទដូចគ្នាអាចនឹង fast ថតដែរទេមកតន់ឬក៏បន្តពី Asira ក៏ដូចជាពេមកហើយមានការ reset ជាមួយនឹងថតចោលដូចគ្នាបាទកាលនេះបើវាយបដៃយកមកជាមួយនឹង head ជាបិទជាមួយនឹង shadow low ឈាម 50% បាទហើយមានការវាយទៅលើ head មុនគេឬក៏យ៉ាងណាចូលមកអើយពីវត្តមានរបស់ Ken អាតែតែងជួយនឹងការ creep ពីវត្តមានរបស់ Ken ប៉ុន្តែជាមួយការចូលទៅពី shadow មានការដាច់ purify ពេលមកដែរអាចមានបញ្ហាជាមួយនឹង shadow ដែរទេតែបាត់ទៅថតមួយប៉ុន្តែបាត់បង់ជាមួយនឹង2 kill បាទពីវត្តមានរបស់ Season kill ក៏បានចូលទៅលើ Soul ដូចគ្នា double kill បាទបានជាមួយនឹង total ប៉ុន្តែ trade ជាមួយនឹង2 kill ចូលទឹកមួយ clear ជាមួយនឹង land ពី Asira ស៊ីជសូនមិន aggressive ទេណាមុលចូលទៅវាយខាងមុខយកហ្មងបាទបើសិនជាមិញបើសិនជាអត់បាន retrieve បានជាមួយនឹង total ទេខាតហើយណាបាទ
มันได้แต่ซาบ้านที่มวยนังโทษท้อเอาเตอร์ไอวิ่ง bỏ tay hết và đặt thua bao lo đấy kia một đợt xa tại những cái vô không bỏ phát bỏ đó là tí từ lơ hết và tay on a tí chỉ mùi qua bên bỏ hết một cái cặp chém cho tàn đông bị shadow nó không game đấy và bạn không cao vay từ lơ vô rồi đó bật tình hỏi បាទ ASRT អីសុំសំលេងអីតេងណ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 េង តែងណេង ល្បីដល់ Miracle ទេបាទ Caster ខ្មែរ So Funny អ្នកចាញ់បោកមីតគួរតែតែតេងណេងណាណេងបាទខាងក្រៅបាត់ឡែនគាត់ចោលដូចគ្នាបាទ Retry កំហុសវ៉ាវខេន Retry កំហុសមកជាមួយនឹងខេនថ្ងៃនេះតែគាត់ទៅពេលលេង Frederick Retry Kill ទេបាទច្រឡំមក Izu បាទ Izu Retry កំហុសសុតបាទអញ្ចឹងចាំកន្លងគឺគេលេងខ្វល់បាទ Retry មិនដាក់កបោជាមួយនឹងមិនយកតែម្ដងយ៉ាចឹងយើងនិយាយទៅការនេះមើលនៅសាច់ហ្គេមមានអារម្មណ៍ថាវ៉ាឡាននឹងមានប្រុសលេងច្រើនដូចខ្ញុំណាធ្វើតែមានកលៀតែគាត់មាន Purify 3នាក់ឥឡូវសាច់ហ្គេម early smooth ទៀតណាបាទឡែនទាំង3បាឡែនបាន farm បានឲ្យ first lane បាត់ lane គេ go lane បាត់ lane គេមិនចម្លែកទេដោយសារតែ Ranger damage early cloud damage late game បាទ mid lane clear លឿនជាងទៀតបាទ4ទល់នឹង3នៅខាងផ្លូវ top lane ប៉ុន្តែ on zone នៅតែព្យាយាមជាមួយនឹងការ farm ដោយមានភាពខ្លាំងរអាដូចគ្នាព្រោះដោយសារតែខ្លាចគេ4ក្នុងការបោកគាត់ដូចគ្នាផងដែរបាទខំបាយគ្នាដាច់ដូចគ្នានិយាយពីខាចាតិចខាចាបើយក impure rate ទៀតមួយដៃហ្នឹងអា4%នៅមិន AP នៅ impure rate ណា passive ទៅ8%ស្មើ bane យកមកស្មើមួយ edit ទៀតមួយដៃហ្នឹងស្រួលលួចឡោតែតើយើងច្បាស់ hero យើងកុំធ្វើទាំងអស់ចាំវត្តតែមួយដៃហ្នឹងពេលអា2ហ្នឹងពេញបាទអាយ៉ាហក់ច្រាមយកតែដល់ប៉ុន្តែមានការតាក់កពី screen បាល់ឡងខ្លាំងតែជាមួយនឹងការចាយ flicker ពីវត្តមានរបស់ shadow តេងនេះពីវត្តមានរបស់ Ken ប៉ុន្តែអត់មានការឈឺទេបាទលើមិនឲ្យប៉មគេមួយ play free តែគេ trade គេ trade គេ trade ជាមួយនឹង trade ចំតែ game នេះ play ឲ្យ on the free fam ណាបាទឥឡូវបាយផៃគិតដូចខ្ញុំហ្គេមនេះត្រឹមតែ4ស្មើឬក៏គេ4 5គាត់ធំជាងគាត់ដែរបាទដល់ពេលអញ្ចឹងយើង defend ប៉មលើទៅបានទាំង goal lane farm បានទាំងបាច់ឲ្យគេ trade បាទឥឡូវអីអាយ៉ាចូលទៅដល់ជាមួយនឹង Ken ធ្វើការតាក់កបានយកទៅដល់ជាមួយនឹងការផ្ដាច់ខៀបពីឆ្មាចុង Ken បាទគាត់ចាច់មកតន់មែនអត់តន់ទេព្រោះតែរាខាចាដែលទាញមកហ៎បាទអត់ដឹងទេគ្នាហ្គេមមួយនេះ season ប្រហែលវាយគេណានិយាយមែនព្រោះតែអត់ដឹងថាចាប់ណាគេបើសិនជាចាប់តចាប់ការចាបាទត្រូវតែពើមិនបុកវាយការចាមុនបាទសិនជាអត់បុកវាយការចាទេហ្គេមមួយនេះពេលដែលគេនៅសល់ជាមួយនឹងការចាគឺជារនាំងមួយដែលធ្វើឲ្យ Ken អត់អាចជា damage បានហ្មងបាទខានសៀលទៅអើយអាស៊ីរ៉ាមានការតាក់កយកទៅដល់ជាមួយនឹងការឈូទឹកចូលទឹកបានដែរទេប៉ុន្តែចូលមកមានការ cover ជាមួយនឹងការលុប passive ឡើងជាពេញយកទៅដល់ជាមួយនឹងការចាប់បោកវាយទៅទៅលើវត្តមានរបស់ Head កាត់ជាពី shadow ធ្វើការចាយជាមួយនឹង flicker ពី PP ប៉ុន្តែមានការដកថយទេជាមួយនឹងការវាយទៅលើ Head អត់ចូលទេពីវត្តមានរបស់ team See You Soon បាទមានចាំ cloud បាទអត់មាន damage វាយផ្ដាច់ទៅលើ Head ទេបាទនៅក្នុង game នេះចង់ចាប់ Head ក៏ពិបាកបាទគេ Purify បាទអាយ៉ាធួននៅក្នុងផ្ទះប៉ុន្តែឆ្មាមានការដកថយក៏ដូចជាមានការចូលមក invest ជាមួយនឹង purple បន្ថែមទៀតប៉ុណ្ណឹងបាទ game នេះដូចអ្វីដែលតគួរបានគិតទុកចឹងគឺ cloud នឹងយក spell លឿនដើម្បី late game ក៏ច្បាស់ដេញគីមីតន់បាទក៏ដេញ Ranger តន់ដែរតែរឿងនឹងការឡើងគឺតតែ secret ចាប់កបត់ចោលទៅបាទ secret sale ចាប់គាត់អត់ហ៊ានហក់ទៅធ្វើចឹងដែរតែបើ secret អត់ sale ចាប់ណាគេវាយបើកមុខហើយបើសិនជា game នេះ on ទៅមានរូបភាពនឹងកើតឡើងបាទអាយ៉ាខាងសៀលបងមុនគេយកទៅដល់ជាមួយនឹងការតូតើតែ secret មុនគេយកទៅដល់ធ្វើបាល់ឡងខ្លាំងតែប៉ុន្តែមានការតាប់បំជាមួយនឹង PP ដូចគ្នាមានការគប់ RT ពីព័ត៌មានរបស់ណាចាក៏ដូចជាមានការបាក់ RT ពី Ken ដូចគ្នាជាមួយនឹងការ clear mid lane ផងដែរបាទខ្ញុំមានអារម្មណ៍ថា game នេះ soul អត់មានណាគេចូល lock ទៅដល់ soul ទេបាទព្រោះដោយសារហ្គេមមួយនេះបើសិនជាចយមានចយចូលទៅដល់ប៉ុន្តែបច្ចុប្បន្នកាលឥឡូវ Ranger មានណា 3-0 ទៀតទេណាបាទព្រោះដោយសារសម្រាប់ PP គឺត្រូវថាបង្ខំចិត្តវាយការចាមុនព្រោះដោយសារបើសិនជាទុកការចានៅក្នុង team fight បាទ Ken ចាប់ Cloud អត់អាចលោតមកដាក់ជាមួយនឹង ultimate បានទេបាទព្រោះដោយសារសល់ជាមួយនឹងការចាបាទបើសិនជាចង់វាយបើសិនជាចង់ចាប់ទៅលើឆ្មាតាន់ចាប់ទៅលើ head បោកអត់ដាច់បាទអញ្ចឹងណាចាគេមាន Purify ដែរបាទនិយាយទៅ season តានេះរំពឹង late game ឥឡូវយើងជំរាប mid late game សម្រាប់គាត់អត់ early ថ្លឹងនៅអ្វីដែលគាត់អាចធ្វើបានប៉ុន្តែកលៈបើយើងមើលទៅវ៉ាហាឡាគាត់team fight តែមណា map ក៏តែមដែរប៉ុន្តែ goal lit 15ក្រុមយ៉ាងដាច់ T1 Red បង No បាទ No ទៅហើយខានសៀលពី secret ចាប់បោកវាយជាមួយនឹងវត្តមានរបស់ on zone ប៉ុន្តែមានគេណាបោកជាមួយនឹង on zone ទេធ្វើការចូលជាមួយនឹង space sprint យកតាមដល់ប៉ុន្តែជាមួយនឹង PP ក៏មានការផ្ដាច់ពីសោលដូចគ្នាយើងមើលជាមួយនឹង Ken ក៏មានការផ្ដាច់ជាមួយនឹងឆ្មាប៉ុន្តែកន្លែងនេះជាមួយនឹងការ reload ទៅលើ See You Soon បោកវាយ head តាន់ទុកឲ្យជាមួយនឹងវត្តមានរបស់ Ken ផ្ដាច់ double kill វ៉ាវ
ôi mưa toán bà mình và bộ mưa khổ quậy mid lên đã impossible ដែលបោកឆ្មាដាច់ណាមួយ massive damage ដែលចេញមកពី Asira មកតាំងត្រង់ជើងផ្លឹង បាទ ហើយ Shadow គក់លើទៀត បោកឆ្មាដាច់មកជុំងុំពេលលោតទៅនុកអាប់កាក់3 hero ហ្មងកាក់សតតែ hero damage របស់វ៉ាហាឡាអត់ឲ្យមកផ្ដាច់ជាមួយនឹង Onzo ទេ cover ទី5ហើយ Onzo ក៏គាត់លេង timing ដែរគាត់អត់ប្រើ ulti បងឈប់ឲ្យដែរធម្មតា ណា បាទអញ្ចឹងមិញបើសិនជាគិតថា team fight ហ្នឹងនៅតែបន្តបានទៀតអត់បន្តបានទេនៅសារ damage Onzo មួយទៀត បាទ អូ ញ៉ែអូយេមែនហ្គេមបាយមិញមកតាក់កហ្នឹងអត់មានអ្នកបូមសោះបងអត់មានអ្នកបូមសោះហ្មង នុកអាប់ជាប់3 ហ្នឹង បាទតែដៃពី game នេះលើ6 kill ហើយ program ទី1 8 kill game ទី2ឥឡូវភ្លាមៗបាន5ហើយបាទ បាទ 3ទៅ10 kill អត់អាចបិទ2 game 6 kill ទេ yes sir បាទចឹងឡតទៅផ្លូវ top lane ក៏ដូចជា clear ជាមួយនឹង mid lane ពី Valhalla នៅសល់ turret passive ទេបាទមាន shield ចឹង game នេះ lot ទី1គឺ clear បានហើយក៏ប៉ុន្តែអាចនឹង make play មកដែរទេពីវត្តមានរបស់ PP ទៅដល់លោតចាំយកទៅដល់អូបជាមួយនឹងឆ្មាអូបដៃឬក៏បណ្ដាជាមួយនឹងការបោកផ្ទុះទឹកពីរកអាស៊ីរ៉ាស្ដាយយកជាមួយនឹងឆ្មាក៏មានការដាប់លេខពីសាដូដូចគ្នាផងដែរបាទដាច់ជាមួយនឹងចាងកមួយចាយ flicker ជាមួយនឹងការដកថយមកដែរពីវត្តមានរបស់ខាង team C យូស៊ូន បាទ secret អាចបើកមកបានហើយគាត់ទិញជីវិត2ចាំមើល game នេះណាគេ cover secret ទោះបីជាគាត់មានជីវិត2តែងើបមកវិញសួរថាឈប់ឲ្យមកគេបានអត់ បាទ រូបភាពដែលកើតឡើងដដែលគឺនៅពេលដែលគេបោក secret ដាច់ហើយគឺបែប cover ទី5 base គឺបែបពេលដាច់ម្ដងទៀតដូចគ្នា បាទ secret ដាច់ម្ដងទៀតដូចគ្នាសំតប អាយ៉ាចាក់វាយមកផាស៊ីវតាក់កយកដល់ដងបាត់ចាប់គេខ្លាំងហើយ PP អត់មាន mortality ទេជួយការផ្ដាច់ពីវត្តមាន Sky Visor របស់ Soul ដូចគ្នាផងដែរដាក់ដឹកមួយគិរាបតែទី2 terrain នៅខាងផ្លូវបតំឡើងមានការយកបានមកដែរពីវត្តមានរបស់ C Yuzu មានការដកថយបតែ head នៅតែបន្តចង់ទៅណាចង់ឈូមួយឈូពីរពីវត្តមានរបស់ Ken តាក់កដែរទេជាមួយនឹងការតែងជាមួយនឹងការបាញ់ monster kill ពីវត្តមានរបស់ Soul ផ្ដាច់ទៅលើ Ken ដូចគ្នាផងដែរបាទ លោលេង បាទកុំចេះតែចូលបាទ បាទ គេអស់ជាមួយនឹង ultimate ការចាក៏ប៉ិតមែនប៉ុន្តែនៅសល់ Feterin បាទ Feterin គាត់ stun ខ្លួន បាទ ទៅហើយបាទផបមួយប៉ុន្តែទី2នៅផ្លូវ mid lane តាក់កពី PP ធ្វើការចាប់បុកវាយវល់មកជាមួយនឹងវត្តមានរបស់ Secret ប៉ុន្តែបែកមកថឲ្យមានបញ្ហាដែរទេសម្រាប់ចុងក្រោយជាមួយនឹងការចាយ flicker មានការបាញ់ផងដែរពីវត្តមានរបស់ណាចាដល់ឡៃបាត់ទៅលើសោផ្ទុះមកទឹករងឈាមខ្លាំងតែជាមួយនឹងសោឲ្យមានបញ្ហាដែរទេពីឆ្មាក៏មានការបោកដកថយផងដែរជាមួយនឹងការយកបាន T2 terrain នៅខាងផ្លូវ mid lane បាទ យកស្មា no ឥឡូវបើយើងមើល Facebook game ពួកគាត់នឹងការតន់ team fight lot on សោឲ្យនឹងយឺនតិចតែគាត់អីដែលសំខាន់គឺ spell flick របស់ secret អស់ហើយ បាទ បាទអញ្ចឹងឱកាសដែល secret សង្ឃឹមថា make play ទៅលើ hero damage គឺតិចអញ្ចឹងគាត់នឹងទាញអ្នកបើកមុខហើយជីវិត2គាត់អស់ដូចគ្នា បាទ អញ្ចឹងface of roamer ស្មើគ្នាកលៀននិងខាចាជាមួយនឹងគេលេងមុន បាទ បាទជាមួយនឹងគេលេងមុន តើហើយមានការតែជាមួយនឹង Lord យកតាមដងពី Valhalla ប៉ុន្តែ head មានការមកពី PP conceal មកឲ្យបោកទៅលើឆ្មាមុនគេដែរទេដកអាប់មួយជាមួយនឹងការបាញ់ ultimate ផងដែរពីណាចាធ្វើការបោកជាមួយនឹងវត្តមានរបស់ឆ្មាប៉ុន្តែមានការឆាកាប់ ultimate ពី Shadow ធ្វើការផ្ដាច់ជាមួយនឹង Asira បាត់ហើយពីវត្តមានរបស់ Soul មានការបាញ់វាបាត់ជាមួយនឹង double kill ពី Soul តើហើយ head ទៅមិនទាន់ទេឈូមួយឈូពីរធ្វើការដកថយធម្មតាបាទ wow បាទអរេសរសើរបាទឡាមួយគេក្តាប់គេបានទៅពេល on zone respawn late បន្តិចគេ fast lot យកតែម្ដង បាទបើក map ពី head ប៉ុន្តែ T3 មានការយកបានអាចទប់ជាមួយនឹងផ្ទះបានដែរទេពីវត្តមានរបស់ on zone ធ្វើការវាយជាមួយនឹង base តាធ្វើការ RT យកដល់ជាមួយនឹងការរះមកពីកៅតាក់កពីវត្តមានរបស់ Ken នៅតែតាក់បានដែរពី secret ចាំមក clear Asira respawn ប៉ុន្តែមីនីក៏ខំក៏បានមកដល់នេះខ្ញុំមកដែរមីនីមានក៏បានមកដល់នេះគ្នាកៅបាយយកជាមួយនឹងបងក្រោមជាមួយនឹងទៅ chain នេះជាមួយនឹង shot មួយនេះ បាទតើហើយ Shadow ក៏មានការ spawn មកវិញដូចគ្នាអាចនឹង clear បានជាមួយនឹង Lord មួយនេះដែរទេមិនដែរមីនីមុននឹងចូលទៅមកវាយជាមួយនឹងការតាក់កទៅលើ Asira មុនគេយកដល់ជាមួយនឹងការឈូទឹកមួយទាំងជ្រាបយកដល់ប្រវត្តិមានរបស់ Soul ធ្វើការផ្ដាច់ជាមួយនឹង Legendary ទៅលើវត្តមានរបស់ Shadow លទ្ធផល1ទល់1គឺបានទៅលើ Valhalla បាទអបអរសាទរទៅដល់ Valhalla បាទដែលធ្វើការតាមបានមួយបន្ទុកបាទ1 ទៅនឹង1ជាមួយនឹងក្រុម C Yuzu បាទមិនសូល2ទៅ10 0 2ដើម្បីមក